5 ទៅ 10 ឆ្នាំក្រោយចៃកវិទ្យាជាមួយនឹងវិទ្យាសាស្ត្រនឹងបង្កើតការងារថ្មីរាប់លានការងារបន្ថែមទៀតហើយបើសិនបើអ្នកទាំងអស់គ្នាចូលចិត្តមុខវិជ្ជាខាងវិទ្យាសាស្ត្រនេះគឺជាជំនាញទាំង10នៅសាកលវិទ្យាល័យដែលអ្នកទាំងអស់គ្នាគួរតែមាននៅក្នុង list មុននឹងអ្នកទាំងអស់គ្នាសម្រេចចិត្តចុះឈ្មោះចូលរៀននៅក្នុងសាកលវិទ្យាល័យទី10 medicine មុខវិជ្ជាអ្នកទាំងអស់គ្នាគួរតែ focus នៅថ្នាក់វិទ្យាល័យគឺមានគីវវិទ្យាគីមីវិទ្យាជាមួយនឹងរូបវិទ្យាទី9គឺ pharmacy ត្រូវផ្ដោតសំខាន់នៅថ្នាក់វិទ្យាល័យគឺមានគីមីវិទ្យាជីវវិទ្យាជាមួយនឹងគណិតវិទ្យាទី8គឺសំណង់ស៊ីវិលមុខវិជ្ជាដែលអ្នកទាំងអស់គ្នាត្រូវផ្ដោតសំខាន់គឺមានរូបវិទ្យាជាមួយនឹងគណិតវិទ្យាទី7គឺ biology ជំនាញអ្នកទាំងអស់គ្នាត្រូវផ្ដោតសំខាន់គឺមាន biology ជាមួយនឹង chemistry ទី6គឺគីមីវិទ្យាដែលមុខវិជ្ជាដែលអ្នកទាំងអស់គ្នាត្រូវផ្ដោតសំខាន់នៅថ្នាក់វិទ្យាល័យគឺមានគីមីវិទ្យាជីវវិទ្យាជាមួយនឹងរូបវិទ្យាទៅដល់ top 5 របស់យើងគឺ environmental science ដែលជំនាញអ្នកទាំងអស់គ្នាត្រូវផ្ដោតសំខាន់គឺមានជីវវិទ្យាគីមីវិទ្យាជាមួយនឹងភូមិវិទ្យាទី4គឺ data science មុខវិជ្ជាដែលអ្នកទាំងអស់គ្នាត្រូវផ្ដោតសំខាន់នៅថ្នាក់វិទ្យាល័យគឺគណិតវិទ្យាភាសាបរទេសនិង computer ទី2គឺ IT ឬក៏ information technology ដែលមុខវិជ្ជាដែលអ្នកទាំងអស់គ្នាត្រូវផ្ដោតសំខាន់គឺគណិតវិទ្យាភាសាបរទេសជាមួយនឹង computer និងជំនាញទី1ដែលឥឡូវហ្នឹងកំពុងតែមានសារៈសំខាន់ខ្លាំងគឺ computer science ដែលមុខវិជ្ជាដែលអ្នកទាំងអស់គ្នាគួរតែផ្ដោតសំខាន់គឺមានគណិតវិទ្យារូបវិទ្យាជាមួយនឹងភាសាបរទេស